បាទប្រិមិត្តនេះគឺជាស្បែកជើងរបស់ប្អូនប្រុសលីដែលគ្រាន់តែខឹងរឿងម្ដាយស្ដីបន្ទោសរឿងស្លៀកខោលហែកហ្នឹងក៏តូចចិត្តឡើងមកបញ្ចប់ជីវិតលើទីតាំងស្ពានជ្រោយចង្វានេះផ្ទាល់តែម្ដងឥឡូវនេះប្រិមិត្តបានឃើញហើយទាំងឪពុករួមទាំងម្ដាយគឺបានយំសោកបោកខ្លួនយ៉ាងខ្លាំងលើចំណុចទីតាំងស្ពានជ្រោយចង្វានេះឲ្យក៏កំពុងតែធ្វើការអុជធូបក៏ដូចជាសែនជែកដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីឲ្យឃើញសពរបស់កូនផងបើសិនជាកូនបានស្លាប់បងជួយបញ្ជាក់បន្តិចបានទេតើកូនប្រុសរបស់បងនឹងគាត់មកលោតនឹងគាត់ខឹងម្ដាយឪពុករឿងអីដែរបងដីឲ្យរឿងខោលហើយរឿងអីនៅថ្ងៃមិញនឹងបងស្ដីឲ្យកូនយ៉ាងម៉េចបានដល់ថ្នាក់មកលោតទឹកស្លាប់ខ្លួននឹងបងស្រីបងគាត់ទៅរៀនហើយខ្ញុំបងវិញឃើញខោគាត់តែយ៉ាជង្គង់ខ្ញុំសួរនេះអញកូនឯងទៅរៀននេះទៅជិះម៉ូតូដើរលេងមួយមិត្តភក្តិបានខោអាយ៉ាជង្គង់ខ្ញុំស្ដីឲ្យប៉ុណ្ណឹងបងគ្រាន់ឲ្យស្ដីឲ្យកូនរឿងខោលហែកជង្គង់ប៉ុណ្ណឹងទេខ្ញុំថាខ្លាចកូនអត់ចូលសាលាអញ្ចឹងបងពួកឯងគាត់ទៅរៀនព្រឹកថ្ងៃហ្នឹងឲ្យគាត់ឆ្លើយតបមួយបងយ៉ាងម៉េចមុនគាត់មកលោតហ្នឹងបងគាត់ថាគាត់មានតិចណាទេគាត់ទៅរៀនគេឆ្លងខ្នល់កង់បុកគាត់មកអាយ៉ាកៅហ្នឹងថាកូនឯងកុហកទេមានណាកង់ណាបុកនោះណាអាយ៉ាកៅយ៉ាងនេះកូនកូនឯងខ្លាចទៅជិះម៉ូតូទៅលេងមួយមិត្តភក្តិណាទេអីខ្ញុំស្ដីឲ្យតែប៉ុណ្្នឹងទេបងស្ដីឲ្យប៉ុណ្្នឹងឆាតមកគម្រាមបងរឿងឲ្យបងមកយកស្បែកជើងយកអីហ្មងបងពេលម៉ោងបាយមកវាស្ដីឲ្យដល់ពេលថ្ងៃតិចខ្ញុំឃើញស្ដីឲ្យថាម៉េចបងរឿងខោលហើយខោអីខោនៅថ្មីចេះលួចវាជិះម៉ូតូមួយមិត្តភក្តិលួចដួលម៉ូតូដួលអីចឹងខ្ញុំចេះតែការពារដល់ពេលគ្រាន់តែម្ដាយស្ដីឲ្យស្លៀកខោលហែកហ្នឹងក៏ឡើងមកបញ្ចប់ជីវិតនៅទីតាំងស្ពានជ្រោយចង្វាហ្នឹងថ្ងៃដល់ពេលថ្ងៃសៀត្រឹមម៉ោង3ខ្ញុំឃើញវ៉ែនតាវ៉ែនអីខ្ញុំឲ្យលួវាដើរជាមួយមិត្តភក្តិទៅនេះចឹងពាក់វ៉ែនតាពាក់អីវាអត់សោមគូស្ដីឲ្យតិចទៀតទៅគូខឹងប៉ុណ្ណឹងបាទមុនលោតកូនបងមានបានឆាតមកផ្ដាំផ្ញើម្ដាយអីខ្លះទេបងផ្ដាំផ្ញើថាចាំទៅមើលយកតាមកយកទូរស័ព្ទមកយកស្បែកជើងហាន់គេលោតជាមួយវ៉ែនតាគេថាតែសាររឿងវ៉ែនតាហ្នឹងឥឡូវហ្នឹងលោតបាត់ហើយបងលោតបាត់ហើយគេថាចាំមកយកសោកគេបងមានអ្នកគ្នាគាត់ជិះបានឃើញវីដេអូខាងលើមិញហើយថាវាពិតជាគួរឲ្យសោកស្ដាយក៏ដូចជាអាណិតកម្មឪពុកម្ដាយខ្លាំងមែនទែនតែគ្រាន់តែហាស្ដីបដៅកូនបន្តិចបន្តួចតែកូនមានចិត្តរហូតដល់ថ្នាក់បញ្ចប់ជីវិតខ្លួនឯងបើយើងមើលទៅវាហាក់បីដូចជាមិនមានរឿងអីធំដុំទេគេវាគ្រាន់តែជារឿងតិចតួចប៉ុណ្ណោះក៏ប៉ុន្តែប្អូនប្រុសគាត់ពិតជាមានថាដូចគាត់យកអារម្មណ៍ខ្លួនឯងជាធំពេកដល់ពេលអញ្ចឹងវាទៅជាមានកត្តាមួយដែលជំរុញគាត់ទៅស្លាប់ខ្លួនធ្វើឲ្យឪពុកម្ដាយសោកស្ដាយខ្លាំងមែនទែនវីដេអូនេះគឺពិតជាសោកស្ដាយចំពោះឪពុកម្ដាយខ្លាំងមែនទែនដែលបានបាត់បង់កូនជាទីស្រឡាញ់គ្រាន់តែពាក្យសម្ដីព្រាមបដៅរបស់គាត់បន្តិចបន្តួចសោះធ្វើឲ្យកូនរបស់គាត់រហូតដល់ថ្នាក់បាត់បង់ជីវិតបើយើងស្ដាប់ទៅវីដេអូមួយនេះគឺវាហាក់បីដូចជាអយុត្តិធម៌ដែរអយុត្តិធម៌ចំពោះឪពុកម្ដាយគឺគ្រាន់តែប្រើប្រាស់សម្ដីប្រើប្រាស់ការគេថាការអប់រំក៏ដូចជាណែនាំព្រាមបដៅទៅកាន់ឪពុកទៅកាន់កូនសោះតែកូនធ្វើបែបនេះវាហាក់បីដូចជាអត់បានសងគុណឪពុកម្ដាយធ្វើឲ្យឪពុកម្ដាយថាមានវិបដិសេរីខ្លួនឯងទោះបីយើងគិតថាវាជារឿងត្រឹមត្រូវក៏ប៉ុន្តែគាត់នៅតែមានកូនចិត្តមួយគិតថាវាជារឿងដែលខុសដែលបដៅកូនរហូតដល់កូនបាត់បង់ជីវិតអញ្ចឹងវាអារម្មណ៍ឪពុកម្ដាយយល់ហើយបើសិនជាជួបរឿងបែបនេះគឺគាត់ជាយល់ជិះមើលទៅវាមិនមែនអីជារឿងធំដុំទេអ្នកនរគ្នាវាគ្រាន់តែការព្រៀងបដៅបន្តិចបន្តួចរបស់ឪពុកម្ដាយគាត់តែចង់ឲ្យកូនល្អគ្មានឪពុកម្ដាយណាចង់ឲ្យកូនធ្លាក់ទឹកគ្មានឪពុកម្ដាយណាចង់ឲ្យកូនដុនដាបលហេមលហាមនេះមានចង់ឲ្យរីកចម្រើនចង់ឲ្យល្អជាងបានគាត់ចេះតែស្ដីបដៅនៅអ្វីដែលកូនធ្វើខុសហើយគាត់ចង់ឲ្យកូនធ្វើល្អអញ្ចឹងដើរផ្លូវត្រូវអញ្ចឹងទៅពុកម្ដាយក៏គ្មាននរណាចង់ឲ្យកូនអាក្រក់ទេអញ្ចឹងគាត់តែពាក្យស្ដីបដៅតិចតួចសោះវាហាក់បីដូចជាប៉ះពាល់ដល់អារម្មណ៍ហើយមើលទៅវាហាក់បីដូចជាវាអត់សមធ្វើទង្វើបែបនេះគឺវាអត់សមទេគឺអ្នកដែលពិបាកចិត្តគឺមានតែពុកម្ដាយអញ្ចឹងអ្វីដែលសំខាន់គឺបើសិនជាឪពុកម្ដាយស្ដីឲ្យបន្តិចបន្តួចសោះយើងកុំយកធ្វើជាអ្វីដែលធំដុំពេកយើងកែប្រែតាមគាត់ពុកម្ដាយយើងអ្នកបង្កើតយើងគាត់ណែនាំមកយើងល្អមិនមែនណែនាំមកយើងទៅជាពីវេលាអាវ៉ាសែមិនដែលពុកម្ដាយណាណែនាំមកយើងធ្វើអាក្រក់ពីវេលាអាវ៉ាសែអញ្ចឹង
វីដេអូមួយនេះវាថា feeling ខ្លាំងមែនវាហាក់បីដូចជាចង់ដាស់ពីធ្វើឲ្យឪពុកម្ដាយមានវិបត្តិសេរីតិចតួចដែរហ្នឹងហើយវីដេអូមួយនេះចង់ជូនទៅដល់បងប្អូនដែលមិនសូវជាយកចិត្តទុកដាក់ជាមួយនឹងការព្រៀងបដៅរបស់ឪពុកម្ដាយចង់ឲ្យមើលលើទៅខ្លួនឯងឡើងវិញហើយកែប្រែហើយក៏ដូចជាអនុវត្តតាមអ្វីដែលឪពុកម្ដាយបានព្រៀងបដៅឪពុកម្ដាយរបស់យើងគាត់មិនមែនចង់ឲ្យកូនអាក្រក់ទេគាត់សិតតែចង់ឲ្យកូនល្អទាំងអស់អញ្ចឹងអ្វីដែលគាត់ណែនាំល្អយើងយកគំរូទៅហើយកែប្រែទៅកុំធ្វើគាត់ពិបាកចិត្តអីដោយសារតែយើងកើតមកជាក្នុងនាមយើងជាខ្ញុំចង់និយាយនេះគឺចង់ផ្ដោតទៅលើអ្នករៀនសូត្របើសិនជាក្នុងនាមយើងជាអ្នករៀនសូត្រយើងគួរតែធ្វើគំរូល្អឲ្យឪពុកម្ដាយសប្បាយចិត្តបើជាយើងមិនទាន់បានសងគុណអីមិនមានជាលុយកាក់មិនមានជាស្អីទ្រព្យសម្បត្តិស្អីឲ្យគាត់ទេគាត់តែធ្វើអ្វីដែលត្រឹមត្រូវអ្វីដែលល្អគឺគាត់សប្បាយចិត្តខ្ញុំនិយាយនេះក៏មិនមែនខ្ញុំជាអ្នកដែលដឹងគុណស្អីអស្ចារ្យអីជាងគេទេគឺគាត់ថាមិនជាធ្វើឲ្យពួកគាត់ពិបាកចិត្តអីទេគឺតែឲ្យមានដែរបានទៅឲ្យលុយឲ្យកាក់អីទេព្រោះដោយសារយើងកំពុងតែជាប់ទៀនដែរអញ្ចឹងណាហើយយើងគ្រាន់តែធ្វើអ្វីដែលត្រឹមត្រូវកុំឲ្យគាត់បារម្ភហើយយើងស្ដាប់តាមការណែនាំព្រៀងបដៅរបស់គាត់គឺគាត់សប្បាយចិត្តហើយគាត់មិនចង់បានអីពីកូនវិញទេអញ្ចឹងវីដេអូមួយនេះគឺឈានដល់ទីបញ្ចប់ហើយសូមអរគុណ